ចេះតែមានអារម្មណ៍ថាហេតុអីមួយរយៈហ្នឹងអាសាអង្គុយស្ងាភ័យអាសាយប់ឡើងអញ្ចឹងយើងគេងហើយអញ្ចឹងទៅមានអារម្មណ៍ថាភ្ញាក់ភ្ញាក់អញ្ចឹងហើយអត់ដូចជាងើបមកអត់ស្រឡះសោះនិយាយរួមទៅគឺចង់ចរានថ្ងៃឯបន្ទាប់ពីចូលឆ្នាំខ្មែរហើយខ្ញុំបានស្ដាប់ពី podcast មួយគេនិយាយថាការដែលយើងត្រូវពលឺថ្ងៃមួយថ្ងៃគឺវាជួយធ្វើយើងអារម្មណ៍ស្រស់ថ្លាភ្លឺស្វាងហើយមានសកម្មភាពដូចថាឡើងវិញឲ្យខួរក្បាលយើងធ្វើការល្អបាត់ stress បាត់អីចឹងណាអញ្ចឹងថ្ងៃនេះក៏ចាប់ផ្ដើមជំនះខ្លួនឯងមកងើបជិះកង់ហាត់ប្រាណអីចឹងទៅដឹងអត់ថាខ្ញុំខ្លាចពលឺថ្ងៃដោយសារតែភ្នែកខ្ញុំវាមញោហើយមានអាស្ទីម៉ាតចាញ់ពលឺទៀតអញ្ចឹងខ្ញុំអត់សូវដែរចេញក្រៅទេហើយថ្ងៃនេះអរគុណមែនតើដែលខ្ញុំបានវ៉ែនតាការពារពលឺថ្ងៃគេហៅប្រភេទ Polarized ហើយកញ្ចក់បដិញពណ៌ហ្នឹងគឺថាជីក្រមពលឺថ្ងៃអីក៏មានអារម្មណ៍ថាអត់ចាំងភ្នែកហើយនៅតែត្រជាក់ភ្នែកហើយធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាលែងសូវខ្លាចថ្ងៃដូចមុនហើយនឹងបន្តសកម្មភាពហាត់ប្រាណឲ្យបានច្រើនជាងមុនកម្លាំងចិត្តធំជាងគេហ្នឹងគឺថាខំប្រឹងជិះកង់តាំងពីផ្ទះរហូតដល់កន្លែងទិញកាហ្វេនៅកោះពេជ្រនៅអាគារម្ដុំគេហៅអាលីសេហើយទៅនិយាយមែនពីដំបូងធាក់កង់ចេញពីផ្ទះបានប្រហែលជា30-40 ម៉ែត្រមានអារម្មណ៍ថាហត់ដល់ទៅអត់រួចទេដល់ពេលហើយទៅជំនះខ្លួនឯងអញ្ចឹងទៅចង់បញ្ចប់ឃើញថាពិតជាមានលទ្ធផលគួរជាទីស្គាល់ប្រសើរមែនថ្ងៃហ្នឹងគឺថាអារម្មណ៍ល្អជ្រះស្រឡះស្វាហាប់ភ្លឺស្វាងជាងមុនច្រើនអញ្ចឹងខ្ញុំដឹងមូលហេតុឯមកពីខ្ញុំអត់សូវត្រូវពលឺថ្ងៃហើយអត់សូវបានចេញក្រៅពេលថ្ងៃ